tôi chân lục đay ở miền Bắc chụp bánh tại vô thìa xiêmនៅបន្តបាញ់ទម្លាក់គ្រាប់មកលើទឹកដីកម្ពុជាទោះជាភាគីចិនបានសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងសៀមក៏ដោយក៏ប៉ុន្តែកិច្ចចាប់តាំងពីវេលាព្រឹកថ្ងៃទី18រហូតដល់ថ្ងៃទី19ខែធ្នូឆ្នាំ2025យោធាសៀមនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាជាបន្តបន្ទាប់យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិឲ្យដឹងថាស្ថានភាពជួរមុខនៅសមរភូមិទិសយោធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យភាគីសៀមបានបន្តបាញ់ប្រហារមកលើកម្ពុជាចាប់ពីម៉ោង5នាទីល្ងាចថ្ងៃទី18ខែធ្នូឆ្នាំ2025រហូតដល់ម៉ោង7ព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025ចំពោះស្ថានព្រំដែននៅថ្ងៃទី19ខែធ្នូនេះសៀមបន្តបាញ់ប្លង់ជាបន្តបន្ទាប់ចូលទឹកដីកម្ពុជាមានដូចជានៅក្នុងភូមិសាស្ត្រអូភ្លុកដំរីភូមិសាស្ត្រថ្មដាភូមិសាស្ត្រភូមិព្រៃច័ន្ទក្នុងភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យខេត្តបន្ទាយមានជ័យជាដើមសូមរំលឹកថាដល់អំឡុងពេលសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងសៀមនោះលោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិនក៏បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងជាមួយលោកស៊ីហាសាក់ភុងកេតកៅរដ្ឋមន្ត្រីការបរទេសថៃផងដែរ